មានពេលមួយអាត្មាទៅលេងផ្ទះគ្រួសារមួយដែលរាប់អានមួយគ្រួសារគ្នាណាកណាអាត្មាទៅហ្នឹងអាត្មានៅរហូតដល់ម៉ោងប្រហែល10អញ្ចឹងទៅឃ្លានផងហើយអត់យើងគិតថាបើនៅយូរគេហៅហូបបាយកណាក្នុងចិត្តឃ្លាននៅក្នុងចិត្តណាក្មេងណាយើងនៅយូរទៅយើងបានហូបបាយយើងគិតតែប្រទេសឲ្យអត់មានបាយហូបវាអត់មាននេះអញ្ចឹងកូនរបស់គ្រួសារហ្នឹងដេញថ្មវិញថាឯងកុំនៅនឹងឯងព្រោះចិត្តដល់ម៉ោងបាយយើងសម្រាប់ទៅគ្រួសារយើងទេហើយគេមិនសម្រាប់ឯងទេក៏ដែរអញ្ចឹងថ្មក៏ចាក់ចេញមកវិញមកអញ្ចឹងមានន័យថាមេត្តាធម៌ព្រមវិធម៌នៅក្នុងភូមិយើងល្អភូមិយើងពីដើមល្អមិនមែនអាក្រក់មិនមែនប៉ុន្តែដោយសារតែសេចក្តីស្រីឃ្លានការអត់ឃ្លាននឹងវាខ្លាំងពេកវាធ្វើឲ្យមនុស្សហ្នឹងព្យាយាមរក្សាខ្លួនឯងសិនចឹងការសង្គ្រោះអ្នកដទៃវាកាត់បន្ថយខ្លាំងមែនទែនអញ្ចឹងអាត្មាចាក់ចេញមកវិញចាក់ចេញពីគ្រួសារវិញហើយអាត្មាចាំមហូបថ្ងៃហ្នឹងទៀតគឺគេស្លតពាំងចរិតអូណាគេទៅរកចរិតបានមកហើយពេលនោះគឺឃ្លានមែនទែនហ្មងខ្លាំងគេអត់មានអាហារទេហើយយើងនៅបំណងនៅចង់បានបាយហូបដែរចិត្តហ្នឹងហើយយើងចេះតែយើងអត់ព្រមអត់ដូចថាអត់បកមកផ្ទះវិញអញ្ចឹងណាហើយកាលនោះវាបាត់អស់ហើយគ្រួសារអីវាទៅរស់តំណែងពេញភូមិពេញអីហ្នឹងទៅហើយដល់អញ្ចឹងទៅគេប្រាប់ថាអត់ទេអត់មែនតែហើយទៅហើយឆាប់គេហូបម៉ែគាត់ហូបបាយលើហើយទៅគេអត់ពេលហ្នឹងក្នុងចិត្តសម្ដេចពេលហ្នឹងគិតអីអត់គិតអីទេគ្រាន់តែឃ្លានហើយអត់អន់ចិត្តទេដឹងដើរចេញមកវិញមកហើយអន់ចិត្តដែរអន់ចិត្តត្រង់ថាយើងរាប់អានគ្នាប៉ិនជាក្មេងមិនបានគិតអីវិញឆ្ងាយគ្រាន់តែគេអត់ឲ្យហូបអញ្ចឹងយើងក៏ចាក់ចេញមកវិញមកកណាហើយអាត្មាក៏បែកគំនិតទៅខ្លួនឯងផ្សេងទៅទៀតដើម្បីរត់មុនហ្នឹងមុនរត់ចូលវត្តគិតទៅដល់ស្ថានភាពសម័យនោះហើយនឹង2025នៅលើរឿងនៃការឡើងជាទិសសម្ដេចមានអារម្មណ៍មិនដែរវាមានអី relate គ្នាអត់ទេអាត្មាមើលឃើញរឿងរ៉ាវជីវិតដ៏លំបាកនៅកុមារនៅកុមារហ្នឹងវ័យកុមារហ្នឹងគឺជាផលនៃសង្គ្រាមអាត្មាអត់បន្ទោសអ្នកណាកណាគឺជាផលនៃសង្គ្រាមព្រោះអាត្មាឃើញពេលខ្លះគ្រួសាររបស់យើងក៏មិនសង្គ្រោះក៏មិនសូវមានមេត្តាធម៌ចំពោះអ្នកដទៃដែរពេលដែលយើងមិនស្អប់អ្នកដទៃទេតែយើងអត់ជួយអ្នកដទៃទេវាគ្រប់គ្នាណាអញ្ចឹងវាជាសង្គ្រាមវាជាវិបត្តិនៃសង្គ្រាមទេអញ្ចឹងវាចៃដន្យអាក្រក់ឲ្យអាត្មាកើតមកចំសម័យសង្គ្រាមហ្នឹងមកហើយយើងកុមារភាពរបស់យើងវ័យកុមាររបស់យើងនៅពេលហ្នឹងអញ្ចឹងយើងជួបរឿងទាំងអស់ហ្នឹងកណាហើយមិនមែនតែអាត្មាទេអ្នកដទៃក៏ជួបដូចគ្នាអ្នកខ្លះគេអាចលំបាកជាង